សូមឲ្យដួងព្រលឹងនិងវត្ថុស័ក្តិសិទ្ធិទាំងអស់ដែលបានតាមថែរក្សាកូនចៅគ្រប់ទីកន្លែងគ្រប់ពេលសូមឲ្យកូនចៅជួបតែសំណាងល្អនិងជៀសផុតពីគ្រោះថ្នាក់ចង្រៃ And 2, 3, and 4. ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ក្នុងការប្រកួតរួមសប្តាហ៍ក្រោយ ខ្ញុំឮគេថាគេចង់អភិវឌ្ឍក្រុងឲ្យបានលឿន បានតែយើងមិនបានជ្រៃ អូវានៅតែពិបាកបើតាមតែតម្លៃប៉ុណ្ណឹង តែខ្ញុំមានអារម្មណ៍ថាអ្នកនៅក្នុងគ្នាហ្នឹងគឺមានសំណាងណាស់ ខ្ញុំមកមិនរុះរើផ្ទះខ្ញុំដាច់ខាត ខ្ញុំគិតធំទៅទេបើគ្មានសិទ្ធិអីសម្រាប់ឲ្យនរណាផង